បាទជំរាបសួរនិងសួស្តីខ្ញុំថ្ងៃនេះខ្ញុំធ្វើវីដេអូតាក់ទងពីម៉ូតូអាសង010ខ្ញុំដែលខ្ញុំចេញដំណើរពីម៉ោង 9:30 នាទីព្រឹកចេញពីឃុំរំជែកស្រុកមេមត់ខេត្តត្បូងឃ្មុំឥឡូវមកដល់ឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវបាទតាំងពីខ្ញុំជិះមកហ្នឹងគឺរយៈពេល6ម៉ោងឥឡូវម៉ោង3:25អញ្ចឹងនៅខ្វះ5នាទីទៀតមិនគ្រប់6ម៉ោងគត់អញ្ចឹងខ្ញុំជិះមកហ្នឹងគឺអត់មានបញ្ហាអីទេគឺមកដល់រហូតមកដល់កាត់ភ្នំពេញកាត់ខេត្តច្រើនណាឥឡូវមកដល់ឃុំកណ្ដឹងស្រុកបាទីហើយម៉ូតូសរសើរហ្មងសរសើរថាវាអត់មានបញ្ហាអីទេហើយតួអ្នកណាឲ្យលុយច្រើនទិញអាហ្នឹងទិញម៉ូតូខ្ញុំក៏ខ្ញុំអត់លក់ដែរដោយសារអាណិតអីនឹងអាណិតអ្នកទិញវិញមើលហ៊ានតែទិញច្បាស់ម៉ូតូហ្នឹងខ្ទេចអស់ហើយព្រោះរករាកអស់ហើយព្រោះខ្ញុំជិះដល់កហើយហ្នឹងមិនមែនខ្ញុំសរសើរម៉ូតូខ្ញុំខ្លាំងមែនតែបើមានគេបងប្អូនណាចង់ទិញគឺអាណិតបងប្អូនវិញដោយសារអីម៉ូតូយើងជិះឡើងខ្ទេចគេថារករាកអស់ហើយណាហើយសូមអរគុណច្រើនវីដេអូនេះគឺចង់និយាយថាយើងជិះ6ម៉ោងដី250គីឡូជាងឥឡូវមកដល់គោលដៅបាទអរគុណច្រើន